បាទសួស្តីបងប្អូនពុកម៉ែសកលទាំងអស់គ្នានេះជាប្រភេទផ្កាប្រទាលបាទខ្ញុំដាក់យកមកចាក់ពុំគេហៅថាប្រងាំងបាទពុំប្រងាំងនេះគឺយើងធ្វើចេញពីផ្កាប្រទាលនេះគឺជាប្រភេទជ័រទេប៉ុន្តែពេលដែលយើងបុកយករបស់យើងមកសពនេះគឺផ្កាប្រទាលបាទខ្ញុំប្រើផ្កាប្រទាលសុទ្ធហើយប្រភេទឈ្មោះប្រងាំងនេះគឺជាប្រភេទស្នេហ៍មួយយ៉ាងទាំងស្នេហាប្តីប្រពន្ធទាំងជាស្នេហាដៃគូខាងក្រៅទាំងការពារហើយប្រភេទប្រងាំងនេះគឺប្រើបានច្រើនប្រភេទទី1គឺយើងប្រើជាប្រយោជន៍ដើម្បីអញ្ជើញវត្ថុស័ក្តិសិទ្ធិនេះមកថែរក្សាយើងដើម្បីជាប្រយោជន៍ដូចជាយើងការរស់ស៊ីរបស់យើងវារីកចម្រើនទៅមុខព្រោះវត្ថុនេះគឺជាទេវរូបមួយដែលមានឫទ្ធិផ្នែកខាងស្នែកំពូលរូបក៏ហៅថាស្នែរក្សាសុភមង្គលប្តីប្រពន្ធឲ្យស្រឡាញ់គ្នានៅជាមួយគ្នាមិនទៅណាចោលគ្នាមិនប្រែចិត្តប្រែកាយមិនប្រែកណិតណាព្រោះប្រងាំងនេះគឺមានឫទ្ធិណាស់បាទអ្នកដែលមានជំនឿទៅលើវត្ថុទាំងអស់នេះគឺយកទៅគោរពហើយពិសេសទៀតគឺយើងសាងចេញពីផ្កាប្រទាលបាទមិនងាយទេណាបងប្អូនណាព្រោះរឿងផ្កាប្រទាលតនតអ្នកឈ្មោះឈ្មោលតអ្នកព្យាយាមណាបើអ្នកធម្មតាគឺយើងអាចធ្វើបានទេដោយសារតែចំណាយពេលវេលារហូតដល់1ឆ្នាំបាទចំណាយពេលវេលាទៅរកផ្កាប្រទាលហ្នឹងគឺ1ឆ្នាំបានយើងអាចបានវត្ថុហ្នឹងយកមកជាប្រយោជន៍តែបើថាអត់ទេគឺអត់ទេណាបងប្អូនណាហើយ